រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី16 ខែកក្កដានេះច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់គណនី Facebook ឈ្មោះកម្មទេពលឹមហុងដែលបានចោទប្រកាន់ថាក្រុមការងារស្រុកអូជ្រៅនិងលោកមេភូមិជោគជ័យខុបខិតគ្នាដកហូតលេខផ្ទះដែលនៅជិតកែងផ្លូវធំទុកលក់ឲ្យអ្នកចង់ប្តូរផ្ទះត្រូវចំណាយលុយ4លាន50ម៉ឺនរៀលរដ្ឋបាលខេត្តបានសង្កត់ធ្ងន់ថាការផ្ដល់និងប្រគល់ផ្ទះស្នាក់បណ្ដោះអាសន្នដល់ពលរដ្ឋភេសជ្ជៈគឺធ្វើឡើងតាមរយៈការចាប់ឆ្នោតប្រកបដោយតម្លាភាពមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអ្នកសារព័ត៌មាននិងសាធារណជនបន្ថែមពីនេះសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាចំពោះខ្នងផ្ទះដែលមិនទាន់ចាប់ឆ្នោតគឺទុកសម្រាប់ជនភេសជ្ជៈដែលមិនទាន់មកចាប់ឆ្នោតដោយមិនទុកសម្រាប់ឲ្យទៅបុគ្គលណាមួយឡើយនៅថ្ងៃទី16 ខែកក្កដានេះអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថាខ្លួនបានរៀបចំមន្ត្រីនគរបាលយុតិធធ ACU មន្ត្រី ACU និងអ្នកសង្កេតការស្ម័គ្រចិត្តរបស់ ACU ជាង 4000 នាក់ដើម្បីទប់ស្កាត់បាតុភិបមិនប្រក្រតីនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះគួរជម្រាបដែរថាការប្រឡងបាក់ឌុបឆ្នាំ2026នឹងធ្វើឡើងនាថ្ងៃទី10 ខែសីហាខាងមុខនេះវិជ្ជបណ្ឌិតឯកទេសម្នាក់ឈ្មោះខៃសេឡានៃមន្ទីរពេទ្យបង្អែកពួកខេត្តសៀមរាបរងពិន័យមកបំពេញការងារផ្នែករដ្ឋបាលវិញក្រោយប្រើពាក្យសម្ដីនិងអាកប្បកិរិយាមិនសមរម្យលើអ្នកជំងឺដែលជាព្រះសង្ឃនេះបើតាមសេចក្តីជូនដំណឹងរបស់ការិយាល័យស្រុកប្រតិបត្តិអង្គជុំមន្ទីរពេទ្យបង្អែកពួកចុះថ្ងៃទី14 ខែកក្កដាដោយបញ្ជាក់ថាលោកវិជ្ជបណ្ឌិតរូបនេះមិនបម្រើសេវាផ្នែកពិគ្រោះជំងឺលើសសម្ពាធឈាមទឹកនោមផ្អែមឬជំងឺផ្សេងៗនៅក្នុងមន្ទីរពេទ្យទៀតឡើយក្រុមហ៊ុន Haier Group ដែលមានមូលដ្ឋានក្នុងប្រទេសចិនបានចាប់ដៃជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ Tablet ដំបូងគេនៅកម្ពុជាផែនការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះបានឲ្យដឹងដោយលោកដៃយុងហ្វឹងអនុប្រធានក្រុមហ៊ុន Haier Group នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី15 ខែកក្កដាក្រុមហ៊ុន Haier Group ជាក្រុមហ៊ុននាំមុខក្នុងពិភពលោកក្នុងការផលិតនិងផ្ដល់ឧបករណ៍និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃនិងបដិវត្តកម្ម Digital ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងឈិងដាវប្រទេសចិនបច្ចុប្បន្នក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង60ប្រទេសនិងមានអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ44លាននាក់នៅជុំវិញពិភពលោកលោកស្រី Alexandra Sittel ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានកោតសរសើរនិងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងយន្តការនិងលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោកស្រីបានលើកឡើងថាបទល្មើសឆបោកឆ្លងដែននេះមានលក្ខណៈស្មុគស្មាញនិងទាមទារឲ្យប្រទេសពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពការលើកឡើងនេះធ្វើឡើងនាជំនួបថ្ងៃទី15 ខែកក្កដាជាមួយឯកឧត្តមឆៃស៊ីណារិទ្ធទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា